បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានទេសនានៅ Channel Pre Talking ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី28នៃខែតុលាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងរុស្ស៊ីបានប្រកាសភាពជោគជ័យនៅក្នុងការសាកល្បងកាំជ្រួចដែលប្រើថាមពលនុយក្លេអ៊ែរ Burevestnik ដែលមានរយៈចម្ងាយឆ្ងាយគ្មានដែនកំណត់បងប្អូនបើតាមប្រភពសារព័ត៌មានដែលគេចុះផ្សាយលោក Vladimir Putin បានប្រកាសជំនួសសេនាធិការលោក Valery Gerasimov ដែលថាប្រទេសរុស្ស៊ីបានសម្រេចភាពជោគជ័យនៅក្នុងការសាកល្បងកាំជ្រួចបើកបរដោយថាមពលនុយក្លេអ៊ែរ Burevestnik ឬក៏ NATO ដាក់ឈ្មោះថា Skyfall ដែលអាចហោះហើរឆ្លងកាត់រយៈចម្ងាយរហូតដល់ 14,000 គីឡូម៉ែត្រក្នុងរយៈពេល15ម៉ោងហើយការសាកល្បងនេះបងប្អូនដែលត្រូវធ្វើឡើងកាលពីថ្ងៃទី21ខែតុលាឆ្នាំ2025ថ្មីនេះឯងត្រូវបានគេចាត់ទុកថាជាជំហានចុងក្រោយមួយមុនពេលដែលដាក់ប្រើប្រាស់ក្នុងជួរកងទ័ពរុស្ស៊ីនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍លោកមន្ត្រីយោធាលោក Gerasimov បានរាយការណ៍ទៅលោកពូទីនថាកាំជ្រួចនេះបានហោះហើររយៈពេលយូរនិងគ្របដណ្ដប់រយៈចម្ងាយឆ្ងាយដ៏ធំធេងដែលមិនមែនជាដែនកំណត់អតិបរមាទេយើងបានបាញ់បង្ហោះការហោះហើររយៈពេលច្រើនម៉ោងនៃកាំជ្រួចដោយបានប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយវាគ្របដណ្ដប់រយៈចម្ងាយរហូតដល់ 14,000 គីឡូម៉ែត្រឬ 8,700 ម៉ាយล์សេនាធិការនេះគឺបានបញ្យល់ទៅលោកពូទីនយ៉ាងច្បាស់លាស់តែម្ដងហើយលោកពូទីនបានកោតសរសើរវាជាការបង្កើតដ៏ពិសេសដែលគ្មាននរណាមួយក្នុងពិភពលោកមានវានោះទេនឹងអាចធ្វើការឆ្លងកាត់បងប្អូនណាការការពារមីស៊ីលគ្រប់ប្រភេទទាំងអស់កាំជ្រួច Burevestnik ត្រូវបានប្រកាសជាលើកដំបូងនៅឆ្នាំ2018ក្នុងនាមជាអាវុធពិសោធន៍ហោះហើរទាបដែលមានរយៈចម្ងាយគ្មានដែនកំណត់និងសមត្ថភាពក្នុងការគេចវេះពីប្រព័ន្ធការពារមីស៊ីលវាដំណើរការដោយម៉ាស៊ីនអ័តនុយក្លេអ៊ែរដែលត្រូវបានធ្វើឲ្យសកម្មភាពបន្ទាប់ពីគ្រាប់រ៉ុកែតឬប្រេងឥន្ធនៈបងប្អូនបាញ់បង្ហោះលើអាកាសតាមរយៈរបាយការណ៍យោធារុស្ស៊ីបានដកស្រង់នៅក្នុងរបាយការណ៍របស់ស្ថាប័ន IISS កាំជ្រួចនេះមានរយៈចម្ងាយរហូតដល់ 10,000 បងប្អូនទៅ 20,000 គីឡូម៉ែត្រដែលអនុញ្ញាតឲ្យវាចាប់គោលដៅនៅទ្វីបអាមេរិកគ្រប់ទីតាំងបងប្អូនណាក្នុងប្រទេសរុស្ស៊ីលើពីនេះវាអាចហោះហើរក្នុងកម្ពស់រហូតចាប់ពី50ទៅ100ម៉ែត្រពីលើដីដែលធ្វើឲ្យពិបាកក្នុងការស្ទាក់ដោយប្រព័ន្ធការពារដែនអាកាសបើទោះបីជាយ៉ាងណាអ្នកជំនាញខាងលិចធ្លាប់បានសង្ស័យលើតម្លៃយុទ្ធសាស្ត្ររបស់កាំជ្រួចនេះនិងការអះអាងរបស់រុស្ស៊ីអំពីការសាកល្បងដោយជោគជ័យហើយកម្មវិធីនេះត្រូវបានចាប់ផ្ដើមតាំងពីឆ្នាំ2016ប៉ុន្តែក្នុងឆ្នាំ2019មានការផ្ទុះមួយនៅក្នុងការសាកល្បងដែលបណ្ដាលឲ្យមនុស្សចំនួន5នាក់បានស្លាប់បាត់បង់ជីវិតរួមទាំងវិទ្យាសាស្ត្រជាង20នាក់ហើយសារព័ត៌មាន Reuters កាលពីឆ្នាំមុនបានកំណត់ទីតាំងដែលបានបាញ់បង្ហោះចម្ងាយ475គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងមូស្គូលើពីនេះអ្នកវិភាគរូបភាពផ្កាយរណបលោក Dacker បានប្រាប់ទៅ Reuters ថាប្រើរូបភាពពីខែសីហាឆ្នាំ2024គាត់បានរកឃើញបន្ទះបាញ់បង្ហោះផ្ដេកចំនួន9កំពុងសាងសង់នៅលើទីតាំងនោះហើយការប្រកាសនេះកើតឡើងក្នុងបរិបទនៃសង្គ្រាមអ៊ុយក្រែនជាមួយនឹងរុស្ស៊ីដែលកំពុងតែទទួលការរីកចម្រើនលោកពូទីនបានបញ្ជាឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីដាក់កាំជ្រួចចូលទៅក្នុងកងទ័ពនិងបាននិយាយថាវាអាចប្រើប្រាស់ប្រឆាំងនឹងគោលដៅដែលមានការការពារអាកាសខ្ពស់ពីរយៈចម្ងាយឆ្ងាយអ្នកជំនាញមួយចំនួនបានគិតថាការសាកល្បងនេះគឺជាសារៈសំខាន់ដើម្បីបង្ហាញពីសមត្ថភាពយោធារបស់រុស្ស៊ីជាពិសេសនៅពេលដែលទំនាក់ទំនងជាមួយអាមេរិកកំពុងតែមានភាពតានតឹងការឆ្លើយតបពីខាងក្រៅបានលេចឡើងយ៉ាងខ្លាំងក្លាប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការសាកល្បងនេះថាមិនសមរម្យនិងបានរំលឹកថាលោកពូទីនគួរផ្ដោតលើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលត្រូវបានគេគិតថានឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ប៉ុន្តែកំពុងតែចូលទៅដល់4ឆ្នាំទៅវិញលោកត្រាំបានបន្ថែមថាអាមេរិកមាននាវាសង្គ្រាមនុយក្លេអ៊ែរនៅជិតរុស្ស៊ីនិងថាពួកយើងមិនលេងល្បែងជាមួយគ្នាទេអ្នកនាំពាក្យក្រឹមឡាងលោក Pascal បានឆ្លើយតបថាការសាកល្បងនេះមិនប៉ះពាល់ដល់ទំនាក់ទំនងវ៉ាស៊ីនតោនទេដោយសង្កត់ធ្ងន់ថាទំនាក់ទំនងគឺកំពុងតែនៅកម្រិតទាបបំផុតហើយ
ហើយរុស្ស៊ីកំពុងតែធ្វើការដើម្បីធានាសុវត្ថិភាពរបស់ខ្លួននៅលើបណ្ដាញសង្គម X មានការពិភាក្សាបងប្អូនណាយ៉ាងក្រាស់ក្រែលរួមជាមួយនឹងការប្រៀបធៀបជាមួយនឹងកំណាព្យរបស់ Maxim Gorky អំពីព្យុះសម្លេងដែលតំណាងឲ្យសមត្ថភាពរុស្ស៊ីក្នុងការប្រឈមនឹងសត្រូវមួយចំនួនអ្នកប្រើប្រាស់បានចែករំលែកអំពីព័ត៌មានលក្ខណៈបច្ចេកទេសដូចជាវាបានផ្ទុកនៅក្បាលគ្រាប់រ៉ុកែតនុយក្លេអ៊ែរនិងហោះបានយូរដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឬក៏អ៊ីនធឺណិតបងប្អូនអធិស្ឋានទោះបីជាយ៉ាងណាมันមានការបញ្ជាក់ពីឯករាជ្យពីប្រភពខាងក្រៅច្បាស់កាលនៅឡើយទេហើយការអភិវឌ្ឍ Burevestnik ត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្ដូរតុល្យភាពយុទ្ធសាស្ត្រពិភពលោកដោយសារតែវាជាអាវុធដំបូងគេដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែរនិងមានសមត្ថភាពគេចវេះពីការការពារទោះបីជាមានការសង្ស័យបងប្អូនពីលោកខាងលិចក៏ការប្រកាសនេះត្រូវបានបង្កើនភាពតានតឹងបន្ថែមជាពិសេសនៅពេលដែលពិភពលោកកំពុងតែតាមដានអំពីស្ថានភាពអ៊ុយក្រែននិងទំនាក់ទំនងរុស្ស៊ីអាមេរិកអ្នកជំនាញអន្តរជាតិកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីបញ្ជាក់ពីការពិតនៃការសាកល្បងមួយនេះដូច្នេះបងប្អូននេះជាអត្ថបទមួយពាក់ព័ន្ធជាមួយនឹងរុស្ស៊ីបានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការសាកល្បងកំជ្រួចនុយក្លេអ៊ែរឬក៏កំជ្រួចដែលប្រើប្រាស់ថាមពលណាបងប្អូនប្រើប្រាស់ថាមពលនុយក្លេអ៊ែរ Burevestnik ដែលមានរយៈចម្ងាយឆ្ងាយរហូតដល់ 20,000 គីឡូម៉ែត្របងប្អូនណាចន្លោះពីចាប់ពី 10,000 ទៅដល់ 20,000 គីឡូម៉ែត្រដូច្នេះវាជាសមត្ថភាពឬក៏គេហៅថាការសម្ញែងមួយរបស់រុស្ស៊ីទៅកាន់សហរដ្ឋអាមេរិកឬក៏អឺរ៉ុបដើម្បីបង្ហាញអំពីភាពអស្ចារ្យរបស់ខ្លួនប៉ុន្តែកំពុងតែការបង្ហាញភាពអស្ចារ្យនេះគឺស្ថិតនៅក្នុងពេលដែលរុស្ស៊ីកំពុងតែមានវិបត្តិធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងសម្ពាធរបស់អាមេរិកហើយមកទល់នឹងពេលនេះក៏ចង់បញ្ជាក់ជូនបងប្អូនដែរថាឥណ្ឌានិងចិនបានសហការគ្នាបងប្អូនណាគិតវេះមិនទិញប្រេងឆៅរបស់រុស្ស៊ីទេដូច្នេះធ្វើឲ្យមានផលប៉ះពាល់មែនទែនទៅដល់ក្រុមហ៊ុនផលិតប្រេងឆៅរបស់រុស្ស៊ីប៉ុន្តែទោះជាយ៉ាងណាយើងមិនដឹងថារុស្ស៊ីរាល់ថ្ងៃពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចរបស់គាត់ហ្នឹងគឺគាត់បង្វែរទៅទីតាំងណាខ្លះទេបានជាមកទល់នឹងពេលនេះនៅតែអួតអាងនៅតែមានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់អាវុធជាពិសេសគាត់មិនផ្ដោតលើអ្វីទាំងអស់គាត់ផ្ដោតតែមួយគត់គឺលើយោធាបងប្អូនណាលើយោធាដូច្នេះបងប្អូនសម្រាប់អត្ថបទខាងលើក៏ឈានដល់ទីបញ្ចប់ដែរក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចជួយចុច like ជួយចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតនៅក្នុងពេលនេះខ្ញុំបាទ Pre Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្ត